ngàyនេះចេញវីដេអូទាំងអត់សប្បាយចិត្តទេដោយសារតែមានរឿងមួយដែលនឹកស្មានអត់ដល់ថាហេតុអីបានបងប្អូនខ្មែរយើងមកចំនួនតូចគាត់អត់មានទឹកចិត្តបែបហ្នឹងកាលពីម្សិលមិញហ្នឹងអ្នកដឹកខ្ញុំគាត់អត់បានដឹកអវ៉ាន់ឲ្យភ្ញៀវដោយសារគាត់មានបញ្ហាផ្ទាល់ខ្លួនខ្ញុំក៏សម្រេចចិត្តថាដឹកឲ្យភ្ញៀវផ្ទាល់ហ្មងទៅដើម្បីកុំឲ្យភ្ញៀវគាត់ចាំយូរអញ្ចឹងណាពេលដែលខ្ញុំដឹកទៅដល់គឺម៉ាក់គាត់ជាអ្នកចាំទទួលអវ៉ាន់ឲ្យកូនគាត់អវ៉ាន់គាត់អស់ចំនួន20000តែគាត់ហុចกระดาษ50000ឲ្យទទួលស្គាល់កន្លែងហ្នឹងខ្ញុំរៀងខុសដែរដែលខ្ញុំដឹកអវ៉ាន់ឲ្យគាត់ខ្ញុំបានយកលុយហេទៅទុកអាប់ជូនអញ្ចឹងណាខ្ញុំភ្លេចក៏បានប្រាប់គាត់តាមហ្នឹងថាអធិស្ឋានបងអត់មានលុយអាប់ទេបងមានលុយហៀអត់ឬមួយក៏បងមាន AVA អត់ចាំខ្ញុំបាញ់តាម AVA អាប់ឲ្យអញ្ចឹងណាគាត់ក៏និយាយមកខ្ញុំវិញថាគាត់អត់មានលុយរីទេហើយក៏អត់មាន AVA ដែរគាត់នៅវ៉ាន់ក្មេងប៉ុណ្្នឹងសោះឲ្យខ្ញុំហ្នឹងយកលុយហ្នឹងទៅដូរគេទៅខ្ញុំស្ដាប់ឮហើយរៀងសញ្ញាចិត្តតិចដែរដោយសារតែផ្ទះគាត់គឺជាអ្នករស់ស៊ីដែរគាត់លក់បើកហាងអីអញ្ចឹងណាហើយខ្ញុំក៏ដឹងថាគាត់មាន AVA ដែរតែគាត់អត់ចង់ឲ្យខ្ញុំនៅតែអត់យល់ថាគាត់អត់មានលុយរីឲ្យអញ្ចឹងគាត់បើកដល់ហាងប៉ុណ្ណាប៉ុណ្ណីដល់ពេលគេចូលទៅទិញអីវ៉ាន់នៅកន្លែងគាត់អត់មានលុយអាប់ឲ្យគឺគាត់អត់លក់ឲ្យភ្ញៀវមែនក្នុងនាមខ្ញុំជាអ្នកលក់ម្នាក់ហើយក៏ធ្លាប់ជាអ្នកទិញគេដែរនៅពេលដែលគេអត់មានលុយអាប់ឲ្យទាំងដែលខ្ញុំជាអ្នកទិញអវ៉ាន់គេភាគច្រើនគឺខ្ញុំតែងតែសួរបងប្អូនខ្ញុំថាណាគេមានលុយហីអត់បើអត់ទេគឺខ្ញុំនឹងបាញ់ AVA ឲ្យគេឬមួយក៏ខ្ញុំដើររកដោយខ្លួនឯងព្រោះវាជាតំបន់ដែលខ្ញុំនៅតែអានេះសម្រាប់ខ្ញុំណាខ្ញុំមិនដឹងថាអ្នកផ្សេងបែបមិនទេខ្ញុំក៏អត់ចង់មានរឿងវែងឆ្ងាយច្រើនដែរខ្ញុំក៏សុខចិត្តយកលុយហ្នឹងដើរទៅដូរគេចាំបានថាខ្ញុំដើរសួរគេឡើង4ផ្ទះហើយតំបន់ហ្នឹងគឺតំបន់អ្នករកស៊ីលក់ដូរផ្ទះមួយណាក៏លក់ដូរដែរមិនមែនផ្ទះអ្នកធម្មតានៅធម្មតាអត់រកស៊ីទេខ្ញុំសួរផ្ទះមួយទៅផ្ទះមួយគេមើលយើងមើលលើមើលក្រោមហើយក៏វាក្បាលថាអត់មានទេរហូតដល់ខ្ញុំដើរចូលដល់ហាងលក់អីញ៉ាំមួយកន្លែងខ្ញុំចូលទៅមកស្ទុះក៏មានបងស្រីម្នាក់ខ្ញុំដឹងថាគាត់ជាមេការនៅហ្នឹងឬមួយក៏មិនគាត់មកសួរខ្ញុំថាមានការអីដល់ពេលខ្ញុំប្រាប់ថាបងអាជីស្រីមានលុយហីដូរអត់គឺគាត់ក៏បកដៃឲ្យគ្នាគាត់មកចាប់ការហើយគាត់ដើរទៅអង្គុយធ្វើមិនដឹងហើយពេលហ្នឹងក៏មានបងស្រីម្នាក់គាត់ជួយដូរឲ្យខ្ញុំក៏អរគុណគាត់មែនតើហើយនៅពេលដែលខ្ញុំដើរត្រឡប់មកវិញ3 4ផ្ទះដែលគាត់អត់បានរកខ្ញុំគឺគាត់មើលមុខខ្ញុំដូចខ្ញុំហ្នឹងជន់ឆោបោកឬមួយក៏ចោលទៅលុយគេហើយមើលលើមើលខំដូចមិនអត់ដឹងខ្ញុំពិតជាអត់យល់ថាហេតុអីបានបងប្អូនខ្មែរយើងមិនចំនួននិយាយមិនចំនួនតូចទេហេតុអីបានគាត់ចូលចិត្តមើលមនុស្សតែសបកក្រៅម៉េះហើយគ្រាន់តែប៉ុណ្្នឹងហេតុអីបានពួកគាត់អត់មានទឹកចិត្តជួយគ្នាអញ្ចឹងពេលអញ្ចឹងខ្ញុំមិនដល់អ្នកដឹកខ្ញុំហើយនឹងអ្នកដឹកផ្សេងណាដឹងថាគាត់ដឹករាល់ថ្ងៃហ្នឹងគាត់ជួបភ្ញៀវបែបមិនខ្លះទេអ្នកបងប្អូនដតីដែលជួបរឿងបែបហ្នឹងហើយគាត់គិតថាធម្មតាក៏ខ្ញុំអត់ដឹងដែរតែសម្រាប់ខ្ញុំគឺដូចអត់ធម្មតាទេ